ចាជំរាបសួរពុកម៉ែបងប្អូននេះគឺជាដើមក្រូចពោធិ៍សាត់ចន្ទទឹកឃ្មុំដែលខ្ញុំធ្វើការកោសដើម្បីរៀបវេចខ្ចប់ដាក់ជូនភ្ញៀវចំនួន2000ដើម2000ដើមនេះគឺជាស្តុកដែលកោសចេញមកដើម្បីវេចខ្ចប់ជូនភ្ញៀវតាមខេត្តចឹងណាពុកម៉ែបងប្អូនចឹងក្រូចពោធិ៍សាត់ចន្ទទឹកឃ្មុំខាងខ្ញុំគឺមានចំនួនរាប់ម៉ឺនដើមសម្រាប់ពុកម៉ែបងប្អូនដែលគាត់កំងច្រើនអីក៏អាចកំងបានដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការចង់ដាំមិនថាលក្ខណៈគ្រួសារឬក៏លក្ខណៈជាចំការធំអីពុកម៉ែបងប្អូនអាចធ្វើការកំងបានណាខាងខ្ញុំគឺមានសេវាផ្ញើជូនពុកម៉ែបងប្អូន25ខេត្តក្រុងសម្រាប់ពុកម៉ែបងប្អូនណាដែលគាត់កំងច្រើនរាប់រយរាប់ពាន់រាប់ម៉ឺនដើមខាងខ្ញុំថ្លានដឹកជូនពុកម៉ែបងប្អូនដល់ទីតាំងតែម្ដងហើយនេះគឺជាដើមក្រូចដែលខ្ញុំធ្វើការរើដើម្បីវេចខ្ចប់ដាក់ជូនភ្ញៀវទៅតាមខេត្តដែលគាត់កំងចំនួន100ដើម200ដើមអីចឹងណាពុកម៉ែបងប្អូនតាមភ្ញៀវហើយមានភ្ញៀវមួយចំនួនខ្លះក៏គាត់កំងតិចដើម្បីដាំជុំវិញតែអីចឹងណាមិនថាគាត់កំង5ដើមឬក៏10ដើមឲ្យលាយគ្នាឬក៏សុតទេពុកម៉ែបងប្អូនអាចធ្វើការកំងបានខាងខ្ញុំគឺក៏មានលក់តំណាំហូបផ្លែចម្រុះគ្រប់មុខដែរមិនមែនតែក្រូចទេណាពុកម៉ែបងប្អូនតំណាំចម្រុះគ្រប់មុខពុកម៉ែបងប្អូនអាចធ្វើការកំងលាយក្រូចលាយអីវ៉ាន់ផ្សេងក៏បានដែរឲ្យតែបានចំនួន5ដើមខាងខ្ញុំវេចខ្ចប់ដាក់ជូនហើយក៏អរគុណពុកម៉ែបងប្អូនដែលតែងតែជឿជាក់និងគាំទ្រមកកាន់ខាងប្អូនរហូតចឹងណាមានតែពាក្យថាអរគុណមែនតើព័ត៌មានបន្ថែមពុកម៉ែបងប្អូនអាចធ្វើការឆាចូល page ឬក៏ខលតាមលេខដែលដាក់នៅខាងលើ page ឬក៏ Telegram សួរក៏បានដែរណាអរគុណ